ពុកម៉ែបងប្អូនក៏លេចមើលមកនារីទាំងអស់នេះកុំយល់ច្រឡំថានារីនេះកំពុងតែខំចានឬក៏ញ៉ាំនំអ្វីទេជាការពិតណាស់ពួកគាត់ទាំងអស់គ្នាគឺត្រូវបានវះបបេមាត់នៅផ្នែកខាងក្រោមដើម្បីពាក្យចានហើយពួកនារីឬក៏កុមារីទាំងអស់នៅពេលដែលគ្រប់អាយុ10ឆ្នាំក៏ត្រូវបានកាច់ធ្មេញពីនៅផ្នែកខាងក្រោមនិងចោះបបេមាត់នៅផ្នែកខាងក្រោមដើម្បីពាក្យចានដោយចាននេះគឺបង្កើតឡើងចេញមកពីដីឥដ្ឋដើម្បីបានចានមកពាក់នៅក្នុងរង្វង់នៃបបេមាត់នេះដោយដែលឥដ្ឋគេត្រូវធ្វើជាចំអូឲ្យមានរាងជាក្រឡុកដើម្បីបិទពាក្យជាមួយនឹងបបេមាត់ដែលបានវានោះគឺជាប់ស្មូតល្អបូករួមទាំងត្រចៀកក៏ត្រូវតែចោះឲ្យមានប្រហោងរុនធំប្រសិនបើនារីដល់វ័យពេញជំទង់ឬក៏វ័យពេញក្រមុំមិនបានចោះបបេមាត់ឬក៏ចោះប្រហោងតងត្រចៀកនោះទេគឺមិនត្រូវបានចាត់ទុកថាជាស្រីស្អាតនៅក្នុងភូមិនោះទេបងប្អូនអញ្ចឹងទេគឺនារីគ្រប់រូបដែលនៅក្នុងកុលសម្ព័ន្ធ SUP នេះគឺត្រូវតែចោះតងត្រចៀកនិងវះបបេមាត់ហើយនឹងដកធ្វេងពីនៅផ្នែកខាងក្រោមនេះគឺជាទំនៀមទម្លាប់ហើយក៏ជាប្រពៃណីរបស់ពួកគាត់តាំងពីយូរលង់ហើយរឿងមួយទៀតនោះពុកម៉ែបងប្អូនអាចសង្កេតឃើញនៅតាមដើមដៃរបស់គាត់ឬក៏កដៃឬក៏ផ្នែករាងកាយអវយវៈរបស់ពួកគាត់នារីទាំងអស់នោះត្រូវបានឆូតធ្វើដើម្បីឲ្យផ្លែសាច់វាមានរាងដូចជាផ្កាមានរាងដូចជាអ្វីផ្សេងជាស្ដែងដូចជាពួកយើងដែលខាងស្រុកយើងគឺប្រើសាក់តែចំណែកគាត់គឺឆូតដើម្បីឲ្យមានសាច់ផ្លែរាងជាផ្ការាងជារូបអ្វីមួយដើម្បីលម្អទៅលើស្បែកខ្លួនប្រាណរបស់ពួកគាត់ហើយនារីដែលកំពុងតែវាចេញមកពីក្នុងផ្ទះរបស់គាត់នេះពុកម៉ែបងប្អូននារីម្នាក់នេះគឺមានលក្ខណៈគ្រប់គ្រាន់ហើយគឺគេសម្គាល់ឃើញថាគឺជានារីមួយដែលស្អាតនារីមួយដែល freshy អញ្ចឹងទេនារីជនជាតិ SUP នៅពេលដែលគ្រប់វ័យរៀបការគឺតែងតែចូលទៅបន្ទំសាច់និងអបសាច់នៅក្នុងផ្ទះមិនឲ្យដើរចេញទៅណានោះទេពុកម៉ែបងប្អូនដើម្បីនឹងប្រារព្ធធ្វើពិធីមង្គលការម៉ែបងប្អូនកុំភ្លេចចុច like subscribe follow ម្នាក់មួយដើម្បីទទួលបាននៅវីដេអូប្លែកៗនិងវីដេអូអប់រំ